ការលាត្រដាងការពិតនិងការលាឈប់ពីអាវពណ៌សពេលវេលាចេះតែដើរទៅមុខឥតឈប់ឈរដោយទឹកទន្លេមេគង្គដែលហូរមិនត្រឡប់រយៈពេលប៉ុន្មានខែបានកន្លងផុតទៅកេតឈ្មោះរបស់ស៊ីសមុទ្រកាន់តែល្បីសុសសាយពេញផ្ទៃប្រទេសសំឡេងរបស់គាត់បានក្លាយជាអាហារផ្លូវចិត្តសម្រាប់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈប៉ុន្តែក្រដាសមិនអាចខ្ជាប់ភ្លើនបានទេនៅព្រឹកថ្ងៃច័ន្ទមួយដែលមេឃស្រទឹមកំពុងគ្របដណ្ដប់នៅទីក្រុងភ្នំពេញសាមុទ្រត្រូវបានកោះហៅឲ្យចូលទៅកាន់ការិយាល័យរបស់នាយកសាលាពេទ្យបរិយាកាសក្នុងបន្ទប់ស្ងាត់ជ្រងំមានតែសំឡេងកង្ហាវិលវូវូនៅលើពីដានលោកនាយកសាលាអង្គុយនៅតុធំរុញកាសែតមួយច្បាប់ទៅមុខសាមុទ្រក្នុងកាសែតនោះមានរូបថតផ្លៅមួយសន្លឹកនៃអ្នកចម្រៀងម្នាក់នៅវិទ្យុជាតិដែលទោះបីជាមើលមិនច្បាស់តែគេអាចមើលដឹងថាជាសាមុទ្រនាយកសាលាដោះវ៉ែនតាដាច់ចុះសំឡេងមើងម៉ាត់និស្សិតសាមុទ្រសាលាយើងបណ្ដោះបណ្ដាលមនុស្សឲ្យទៅសង្គ្រោះជីវិតមិនមែនបណ្ដោះបណ្ដាលតារាចម្រៀងទេដៃដែលកាន់កាំបិតវះកាត់មិនត្រូវញ័រដោយសារអារម្មណ៍មនោសញ្ចេតនាទេញាក់ត្រូវជ្រើសរើសមួយអាវពណ៌សឬមីក្រូហ្វូនសាមុទ្រនឹងថឹងដៃក្តាប់ណែនគាត់នឹកឃើញមុខម្ដាយនៅឯស្រុកនឹកឃើញការសន្យាប៉ុន្តែគាត់ក៏នឹកឃើញសំឡេងតែដៃនិងស្នាមញញឹមរបស់អ្នកជំងឺពេលឮគាត់ចម្រៀងសាមុទ្รงើបឡើងដោយក្លាហានលោកនាយកខ្ញុំគោរពវិជាពេទ្យប៉ុន្តែខ្ញុំបានរកឃើញថាការព្យាបាលមិនមែនមានតែការវះចាត់ទេសំឡេងរបស់ខ្ញុំវាអាចព្យាបាលដួងចិត្តដែលប្រេះឆាដែលថ្នាំពេទ្យព្យាបាលមិនបានបើលោកតម្រូវឲ្យខ្ញុំជ្រើសរើសខ្ញុំសូមជ្រើសរើសយកការចម្រៀងខ្ញុំសូមលាឈប់ពីថ្ងៃនេះតទៅពាក្យសម្ដីនោះបានបិទបញ្ចប់ចម្ពោះជីវិតជានិស្សិតពេទ្យរបស់សាមុទ្រត្រឹមនេះគាត់ដើរចេញពីសាលាពេទ្យដោយមិនងាកឡើយទោះបីជាបេះដូងគាត់ធ្ងន់ប្រោះខ្លាចម្ដាយខកចិត្តប៉ុន្តែព្រលឹងរបស់គាត់មានអារម្មណ៍ថាសេរីដោយសត្វបាបីដែលរត់ពីទ្រុងបន្ទាប់ពីចាក់ចេញពីសាលាសុសម៉ាត់គឺជាមនុស្សដំបូងដែលនៅចាំទទួលគាត់សុសម៉ាត់មិនបានស្ដីបន្ទោសសាមុទ្រទេផ្ទុយទៅវិញគាត់ញញឹមហាច់ផ្ទះស្មាមិត្តសាមុទ្រទ្វារមួយបិទទ្វារវិមានមួយទៀតនឹងបែកឯងមានសម្លេងហើយប៉ុន្តែឯងត្រូវការអាវុធមួយពិសេសទៀតគឺបទចម្រៀងដែលសរសេរដោយអ្នកមានទេពកោសល្យពិតប្រាកដមកខ្ញុំនឹងនាំឯងទៅជួបមនុស្សម្នាក់សុសម៉ាត់បាននាំសាមុទ្រទៅកាន់ផ្ទះឈើមួយខ្នាងដ៏ស្ងប់ស្ងាត់ដែលពោរពេញទៅដោយសួភៅនិងក្លិនទឹកតែនៅទីនោះបុរសម្នាក់ដែលមានទឹកមុខស្ងប់រាងស្គមបន្តិចប៉ុន្តែមានភ្នែកមុតថ្លាកំពុងអង្គុយសរសេរអក្សរនោះគឺលោកគង់ប៊ុនឈឿនដែលក្រោយមកគេស្គាល់ថាជាកវីម្ចាស់ស្ទឹងសង្កែសុសម៉ាត់ជំរាបសួរលោកគ្រូនេះគឺសាមុទ្រមនុស្សដែលខ្ញុំធ្លាប់ប្រាប់លោកគ្រូថាមានសម្លេងមាសនោះគង់ប៊ុនឈឿនដាក់ប៊ីចុះសម្លឹងមើលសាមុទ្រពីក្បាលដល់ចុងជើងអូគឺលោកឬខ្ញុំបានឮសម្លេងលោកតាមវិទ្យុសម្លេងលោកមានភាពសោកសៅពីកំណើតអ្នកនិពន្ធដូចខ្ញុំគ្រាន់តែសរសេរពាក្យទេតែលោកគឺជាអ្នកដែលផ្ដល់វិញ្ញាណឲ្យពាក្យទាំងនោះសាមុទ្រលើកដៃសំពះដោយគោរពលោកគ្រូខ្ញុំគ្រាន់តែជាអ្នកចម្រៀងថ្មីថ្មខ្ញុំត្រូវការការណែនាំពីលោកគ្រូគង់ប៊ុនឈឿនញញឹមរួចហុចក្រដាសមួយសំណាក់ដែលមានស្នាមទឹកថ្នាំថ្មីខ្ញុំទើបតែតែងបទនេះចប់វាជាបទឆ្លងឆ្លើយខ្ញុំគិតថាវាស័ក្តិសមនឹងលោកណាស់យកទៅចោះហើយធ្វើឲ្យវាคล้ายជាអមតៈដើម្បីច្រៀងបទឆ្លងឆ្លើយនេះបានសាមុទ្រត្រូវការដៃគូសុសម៉ាត់បានណែនាំគាត់ឲ្យស្គាល់នារីម្នាក់ដែលមានសម្លេងស្រួយដូចសារិកានោះគឺអ្នកនាងកែវសេដ្ឋាថ្ងៃចូលបន្ទប់ថតបានមកដល់ធីតាដែលបានដឹងដំណឹងនេះពីសុសម៉ាត់ក៏បានមកលួចមើលការថតសម្លេងនេះដែរបទចម្រៀងដែលលោកគង់ប៊ុនឈឿនបានតែងនោះមានចំណងជើងថារាត្រីជូភិកបទចម្រៀងនេះសាមុទ្រក៏ជាផ្នែកមួយនៃការនិពន្ធផងដែរសាមុទ្របានកាន់ក្រដាសទំនុកច្រៀងដែលគាត់បានទទួលគាត់នឹកឃើញដល់ក្រដាសដែលធីតាបានហុចឲ្យគាត់កាលពីថ្ងៃភ្លៀងធ្លាក់នេះហើយគឺជាចម្លើយរបស់គាត់តន្ត្រីចាប់ផ្ដើមប្រគំឡើងក្នុងចង្វាក់រំវង់ដ៏ពីរោះរងំ
សាមុតនិងកែវសេដ្ឋាឈួរទល់មុខគ្នាចែករំលែកអារម្មណ៍តាមរយៈកែវភ្នែកសាមុតចាប់ផ្ដើមច្រៀងដោយដាក់អារម្មណ៍និងក្តីស្រឡាញ់ទាំងអស់ពេលរាត្រីបានជួបថ្លៃគូសងសានេះគឺជាវាសនាដែលបានសាងពីមុខជានៅពេលដែលសមុទ្រច្រៀងឃ្លាថាពេលរាត្រីបានជួបថ្លៃគូសង្សារគាត់មិនបានសម្លឹងមើលកែវសេដ្ឋាទេតែគាត់សម្លឹងទៅកញ្ចក់បង្អួយស្ទូឌីយោដែលគាត់ដឹងថាធីតាកំពុងឈរមើលពីក្រៅសំឡេងរបស់គាត់ផ្អែមតែរឹងមាំវាជាសំឡេងដែលប្រកាសប្រាប់ពិភពលោកថាគាត់លេងលាក់មុខទៀតហើយគាត់គឺជាស៊ីនស៊ីសមុទ្រហើយនេះគឺជាផ្លូវដែលគាត់ជ្រើសរើសកែវសេដ្ឋាច្រៀងតបវិញដោយសំឡេងស្រួយនិងក្នក់ក្នាញ់ចិនសំខ្វាវល់លេអ៊ីរេអត់មិនដែរចិនទេរត់ណាចូលយកណាការបញ្ចូលគ្នារវាងសំឡេងទាំងពីរនេះបានបង្កើតជាវេទនន្តថ្មីមួយមនុស្សគ្រប់គ្នាក្នុងបន្ទប់ថតរួមទាំងលោកគង់ប៊ុនឈឿននិងសុម៉ាត់សុទ្ធតែព្រឺរោមពួកគេដឹងថាពួកគេកំពុងស័ក្តិសិទ្ធិនៃការកាត់ឡើងប្រវត្តិសាស្ត្រតន្ត្រីធីតាឈរស្ដាប់ទាំងទឹកភ្នែករមៀលកាត់ភួននាងដឹងថាបទនេះសមុទ្រច្រៀងឲ្យនាងពេលរាត្រីបានជួបថ្លៃគូសង្សារឃ្លានេះបានបកស្រាយរាល់ចម្ងល់ក្នុងចិត្តនាងសុម៉ាត់ដើរចេញមកក្រៅឃើញធីតាកំពុងយំគាត់ឈប់ស្រូបដង្ហើមវែងៗហើយសម្រេចចិត្តធ្វើរឿងមួយដែលពិបាកបំផុតសម្រាប់កូនប្រុសសុម៉ាត់ធីតាគាត់ធ្វើបានហើយគាត់បានជ្រើសរើសផ្លូវរបស់គាត់ហើយបទនេះខ្ញុំដឹងថាគាត់ច្រៀងឲ្យអ្នកណាធីតាបងម៉ាត់ខ្ញុំសុម៉ាត់ញញឹមទាំងឈឺចាប់មិនបាច់និយាយទេធីតាគ្រាន់តែសន្យាមួយផងណាជួយរក្សាគាត់ផងកុំឲ្យភ្លើងក្នុងខ្លួនគាត់រលកគាត់គឺជាសម្បត្តិរបស់ជាតិយើងហើយគាត់ក៏ជាបុរសដែលសំណាងជាងគេដែលបានបេះដូងនាងផងដែរបទចម្រៀងរាត្រីជួបផែកត្រូវបានចាក់ផ្សាយហើយបានក្លាយជាបទដែលល្បីកក្រឹកពេញប្រទេសភ្លាមឈ្មោះស៊ីនស៊ីសាមុតបានក្លាយជានិមិត្តសញ្ញាប៉ុន្តែនៅពេលដែលពន្លឺកាន់តែភ្លឺស្រមោលក៏កាន់តែងងឹតការចាក់ចេញពីសាលាពេទ្យបានធ្វើឲ្យម្ដាយរបស់សាមុតនៅឯស្រុកខឹងសម្បាយយ៉ាងខ្លាំងហើយគាត់បានផ្ញើសាបុតមកថានឹងមកភ្នំពេញដើម្បីនាំកូនប្រុសត្រឡប់ទៅស្រុកវិញតើសាមុតនឹងប្រឈមមុខជាមួយម្ដាយយ៉ាងដូចម្ដេចហើយតើស្នេហារបស់ពួកគេជាមួយធីតានឹងជួបឧបសគ្គអ្វីទៀតនៅពេលដែលឋានៈរបស់ពួកគេខុសគ្នាដូចមេឃនឹងដីទីក្រុងភ្នំពេញនារដូវវស្សាតែងតែញឹងសម្រស់មួយបែបដែលលាយឡំរវាងភាពស្រស់ស្រុំប្រឹងនិងភាពសោកសៅដំណក់ទឹកភ្លៀងដែលធ្លាក់ប៉ះដំបូលសង្កៃនិងស្លឹកឈើបានបង្កើតជាបទភ្លេងធម្មជាតិមួយដែលមិនចេះចប់ប៉ុន្តែសម្រាប់សាមុតសំឡេងទឹកភ្លៀងនៅថ្ងៃនេះហាក់ដូចជាសំឡេងនៃកោវព្រានប្រោនគាត់អង្គុយនៅធ្នមបន្ទប់ជួលតូចមួយដែលគាត់ស្នាក់នៅជាមួយសុម៉ាត់នៅលើតុមានកាសែតជាច្រើនច្បាប់ដែលចុះផ្សាយពីភាពជោគជ័យនៃបទរាត្រីជួបភ័ក្ររូបថតរបស់គាត់និងអ្នកនាងកែវសេដ្ឋាត្រូវបានគេដាក់នៅទំព័រមុខនរណាក៏សរសើរនរណាក៏ចង់ស្គាល់ប៉ុន្តែសាមុតមិនបានញញឹមទេភ្នែករបស់គាត់សម្លឹងទៅវ៉ាលីសម្លៀកបំពាក់ចាស់មួយដែលដាក់នៅគៀនជញ្ជាំងនោះជាវ៉ាលីដែលគាត់យកមកពីស្ទឹងត្រែងសុម៉ាត់ដើរចូលមកក្នុងបន្ទប់ទឹកមុខមានកង្វល់សាមុតម៉ែឯងមកដល់ហើយគាត់កំពុងរងចាំនៅផ្ទះបងស្រីឯងនៅឯផ្សារចាស់សាមុតងើបមុខឡើងយឺតមុខរបស់គាត់ស្លេកស្លាំងសាមុតគាត់ដឹងរឿងអស់ហើយមែនទេសុម៉ាត់មិនត្រឹមតែដឹងទេគាត់ខឹងខ្លាំងណាស់គាត់ថាឯងបោកប្រាស់គាត់ថាឯងយកកិត្តិយសគ្រួសារទៅជន់ឈ្លីសាមុតឯងទៅត្រៀមចិត្តការប្រឈមមុខលើកនេះមិនដូចការឡើងឆាកទេឆាកទន្ទ្រីឯងអាចយកឈ្នះចិត្តមនុស្សរាប់លាននាក់តែឆាកជីវិតនេះឯងទៅយកឈ្នះចិត្តមនុស្សតែម្នាក់គត់គឺម៉ែរបស់ឯងសាមុតក្រោកឈរស្លៀកពាក់អាវសដែលគាត់លេងបានពាក់ទៅសាលាជាយូរមកហើយគាត់ចង់បង្ហាញម៉ែថា
គាត់នៅតែជាកូនប្រុសដ៏ល្អម្នាក់ប៉ុន្តែក្នុងចិត្តជ្រៅជ្រៅគាត់ដឹងថាអាវសនេះលែងសមនឹងព្រលឹងរបស់គាត់ទៀតហើយផ្ទះបងស្រីរបស់សាមុតនៅជាន់ទី2នៃអគារចាស់មួយក្បែរផ្សារសាមុតដាវឡើងជណ្ដៅឈើដែលបន្លឺសំឡេងក្រេក្រោកតាមជំហាននីមួយជើងរបស់គាត់ធ្ងន់ដូចចង់ថ្មពេលបើកទ្វារចូលទៅរូបភាពដំបូងដែលគាត់ឃើញគឺស្ត្រីចំណាស់ម្នាក់ដែលមានសក់លាយស្កៅអង្គុយនៅលើកៅអីឈើដោយទុកមុខរឹងកំព្រឹកដៃរបស់គាត់មានសរសៃរវាំបង្ហាញពីការធ្វើការងារធ្ងន់ដើម្បីចិញ្ចឹមកូននោះគឺម៉ែសមុទ្រដាវចូលទៅជិតហើយលុតជង្គង់ចូលនៅចំពោះមុខគាត់លើកដៃសំពាក់ទៅដល់ក្បាលម៉ែកូនមកហើយម៉ែមិនមើលមុខសមុទ្រទេគាត់សម្លឹងទៅបង្អួចឯងមិនមែនជាកូនម៉ែទេកូនប្រុសម៉ែគឺជាអនាគតលោកគ្រូពេទ្យកូនប្រុសម៉ែគឺជាមនុស្សដែលគោរពបញ្ញាសន្យាចំណែកឯឯងជាអ្នកណាជាអ្នកចម្រៀងតាមរោងបុណ្យជាអ្នកដែលធ្វើឲ្យម៉ែខ្មាស់គេពេញភូមិសមុទ្រទឹកភ្នែករមៀវកាត់ថ្ពាល់ម៉ែកូនមិនបានធ្វើអ្វីខុសទេកូនគ្រាន់តែធ្វើតាមអ្វីដែលបេះដូងកូនប្រាប់ម៉ែស្ដាប់កូនសិនបានទេសំឡេងរបស់កូនអាចជួយមនុស្សបានដូចគ្នាម៉ែងើបមកមើលមុខសមុទ្រយ៉ាងខ្លាំងភ្នែករបស់គាត់ពេញទៅដោយទឹកភ្នែកនិងកំហឹងជួយមនុស្សអញជួយបានតែពួកអរិយថាអញដឹងទេថាដើម្បីឲ្យឯងមករៀននៅភ្នំពេញម៉ែត្រូវលក់ស្រែលក់គោអស់ប៉ុន្មានម៉ែស៊ូអត់ឃ្លានឲ្យតែឯងមានចំណេះវិជ្ជាខ្ពង់ពោះឥឡូវឯងមើលចុះឯងយកចំណេះនោះទៅបោះចោលហើយទៅចាប់យកអាជីពដែលគេមើលងាយគាត់ទាញកាសែតដែលមានរូបសមុទ្រហើយបោះទៅលើឥដ្ឋត្រឡប់ទៅផ្ទះវិញថ្ងៃស្អែកយើងនឹងត្រឡប់ទៅស្ទឹងត្រែងវិញទៅធ្វើស្រែចម្ការជាមួយម៉ែប្រសើរជាងនៅទីនេះធ្វើជាតួត្រឡោកអីគេមើលសមុទ្រចាប់ដៃម៉ែកូនមិនអាចទៅវិញទេកូនមិនអាចកប់សម្លេងនេះចោលទេបើម៉ែឲ្យកូនទៅវិញកូននឹងក្លាយជាមនុស្សស្លាប់ទាំងរស់អញ្ចឹងអញជ្រើសរើសទេរវាងដូនតើយនិងម៉ែអញយកមួយណាសំណួរនេះធ្វើឲ្យបន្ទប់ទាំងមូលស្ងាត់ឈឹងសូម្បីតែបងស្រីសាមុតនិងសុះម៉ាត់ដែលឈរនៅមាត់ទ្វារក៏មិនហ៊ានដកដង្ហើមនេះគឺជាសំណួរដែលសាហាវបំផុតសម្រាប់កូនកតញ្ញូសាមុតមិនឆ្លើយនឹងសំណួរនោះភ្លាមទេគាត់ដឹងថាពាក្យសម្ដីធម្មតាមិនអាចពន្យល់ពីជំរឿចិត្តរបស់គាត់បានគាត់ងើបមុខឡើងសម្លឹងមើលទៅម៉ែរបស់គាត់ដោយកែវភ្នែកដ៏មុតមមប៉ុន្តែពោពេញទៅដោយសេចក្តីស្រឡាញ់សាមុតម៉ែចាំបានទេកាលកូននៅតូចពេលម៉ែពិបាកចិត្តម៉ែតែងតែឲ្យកូនភ្យោស្លឹកឈើឲ្យម៉ែស្ដាប់ម៉ែតែងតែញញឹមពេលឮសំឡេងនោះសាមុតដកថយក្រោយបន្តិចគាត់មិនមានតន្ត្រីកំដរទេប៉ុន្តែគាត់ចាប់ផ្ដើមច្រៀងមិនមែនជាបទស្នេហាមិនមែនជាបទសប្បាយគាត់ច្រៀងបទមួយដែលគាត់តែងភ្លាមចេញពីបេះដូងនៅពេលនោះសាមុតច្រៀងដោយសំឡេងផ្ទាល់អូគុណម៉ែធ្ងន់លើសធរណីកូនសូមប្រណីពីអ្នកមានគុណសំឡេងកូននេះមិនមែនបំពានតែជាតន្ត្រីនៃក្តីសង្ឃឹមជូនដល់ជនរួមជាតិនិងម៉ែសំឡេងរបស់សាមុតបន្លឺឡើងក្នុងបន្ទប់តូចនោះវាមានថាមពលខ្លាំងណាស់វាញ័ររន្ធត់តែផ្អែមល្ហែមវាជាសំឡេងដែលផ្ទុកនូវការឈឺចាប់ការសុំទោសនិងការអង្វរករទឹកមុខរឹងកំព្រឹសរបស់ម៉ែចាប់ផ្ដើមរលាយដៃដែលក្តាប់ណែនរបស់គាត់ចាប់ផ្ដើមធូរគាត់ឃើញកូនប្រុសរបស់គាត់មិនមែនជាក្មេងទំនើងទេតែជាបុរសពេញវ័យម្នាក់ដែលមានអំណោយធានពីសួគ៌ពេលបទចម្រៀងចប់សាមុតនៅតែលិតជង្គង់ម៉ែទុកឱកាសឲ្យកូនបានប្រើសំឡេងនេះដើម្បីបម្រើជាតិតាមរបៀបរបស់កូនផងចុះទោះកូនមិនមែនជាពេទ្យព្យាបាលរាងកាយទេតែកូនសន្យាថាកូនមិននឹងធ្វើឲ្យម៉ែអាប់អោនកិត្តិយសឡើយម៉ែលើកដៃជូតទឹកភ្នែកគាត់ដើរមកជិតសាមុតហើយដាក់ដៃលើក្បាលកូនមុតឯងធំហើយម៉ែចាន់ឯងហើយសំឡេងរបស់ឯងវាពិតជាអាចធ្វើឲ្យមនុស្សបាត់ទុកបានមែនសាមុតស្ទុះទៅអោបជង្គង់ម៉ែហើយយំដួតកូនក្មេងអរគុណម៉ែអរគុណដែលយល់ពីកូនម៉ែ
ប៉ុន្តែម៉ែមានលក្ខខណ្ឌមួយសាមុតលក្ខខណ្ឌអ្វីក៏បានដែរម៉ែម៉ែថ្ងៃណាដែលឯងល្បីខ្លាំងកុំភ្លេចកំណើតខ្លួនឯងកុំភ្លេចថាឯងមកពីណាហើយរឿងមួយទៀតរឿងស្នេហាម៉ែលឺគេថាឯងមានទំនាក់ទំនងជាមួយកូនគេអ្នកធំមែនទេសាមុតស្ងាត់រូបភាពរបស់ធីតាផក់ឡើងក្នុងចិត្តម៉ែចងចាំពាក្យម៉ែសត្វគុកមិនអាចហើរជាមួយហង្សបានទេគេជាកូនអ្នកមានអំណាចយើងជាអ្នកស្រែបើឯងមិនចង់ឈឺចាប់កុំសំលឹងខ្ពស់ពេកឪពុករបស់ធីតាដែលជាមន្ត្រីជាន់ខ្ពស់បានបោះកាសែតចុះលើតុគាត់ដឹងរឿងរ៉ាវដែលធីតាលួចទៅមើលការថតសម្លេងនិងទំនាក់ទំនងដ៏អធិកម្បាំងរវាងកូនស្រីគាត់និងអ្នកចម្រៀងឈ្មោះស៊ីនស៊ីសាមុតឪពុកធីតានិយាយទៅកាន់ចំណិតទៅស៊ើបមើលអាមណាក់ឈ្មោះស៊ីសាមុតនឹងឲ្យច្បាស់វាជាស្អីវាហ៊ានយ៉ាងម៉េចមកតាក់ទងកូនស្រីខ្ញុំប្រាប់វាថាបើវាមិនចង់អស់អនាគតទេឲ្យវាថយចេញឲ្យឆ្ងាយពីធីតាសាមុតបានឆ្លងកាត់ការសាកល្បងរបស់ម្ដាយប៉ុន្តែគាត់មិនដឹងថាការសាកល្បងនៃអំណាចនិងសង្គមវណ្ណៈទើបតែចាប់ផ្ដើមនោះទេស្នេហារវាងអ្នកចម្រៀងក្រីក្រនិងកូនស្រីមន្ត្រីធំតើអាចទៅរួចដែរឬទេហើយបទចម្រៀងបន្ទាប់របស់គាត់នឹងคล้ายទៅជាបទសប្បាយឬក៏បទទឹកភ្នែកពន្លឺនៃគេរិឈ្មោះរបស់ស៊ីនស៊ីសាមុតហាក់ដូចជាព្រះអាទិត្យពេលថ្ងៃត្រង់ទៅដល់ទីណាមិនថាទីក្រុងឬជនបទមិនថាហាងកាហ្វេទំនើបឬតូបលក់គុយទាវតាមចិញ្ចើមផ្លូវនោះទេសំឡេងរបស់គាត់តែងតែបន្លឺឡើងគេចាប់ផ្ដើមហៅគាត់ថាជាអធិរាជដោយមិនដឹងខ្លួនប៉ុន្តែអ្នកណាទើបដឹងថាក្រមមុគតនៃភាពល្បីល្បាញនោះគឺជាបេះដូងមួយដែលកំពុងរងនៅភាពត្រជាក់សាមុតតែងតែអង្គុយតែម្នាក់ឯងនៅរានហៀផ្ទះជួលរាល់ពេលត្រឡប់មកពីច្រៀងវិញគាត់សម្លឹងទៅមេឃដែលពេញទៅដោយផ្កាថាតារានៅលើមេឃទោះបីជាភ្លឺតែពួកវាស្ថិតនៅឆ្ងាយពីគ្នាណាស់ណោពួកវាមិនអាចអោបគ្នាបានទេតើជីវិតខ្ញុំដូចជាតារាទាំងនោះមែនទេសោះម៉ាត់ដែលជាមិត្តភក្តិយល់ចិត្តបានដើរចូលមកអង្គុយចិត្តគាត់កាន់កែវតែមកជូនមិត្តសាមុតឯងកំពុងគិតពីធីតាទៀតហើយមែនទេសាមុតទទួលកែវតែញញឹមស្រួចម៉ាត់គេថាបើស្រឡាញ់ផ្កាត្រូវហ៊ានទទួលយកបន្លាតែពេលនេះខ្ញុំមានអារម្មណ៍ថាបន្លានោះកំពុងចាក់ចូលបេះដូងខ្ញុំជ្រៅទៅហើយតាំងពីថ្ងៃបទចម្រៀងយើងចេញមកធីតាបាត់ដំណឹងឈឹងខ្ញុំទៅរកនៅសាលាក៏មិនឃើញទៅចាំនៅកន្លែងដែលធ្លាប់ជួបក៏មិនឃើញសុសមាត់ដកដង្ហើមធំសាមុតខ្ញុំមិនចង់និយាយពាក្យនេះទេតែខ្ញុំត្រូវតែប្រាប់ឯងសង្គមយើងនេះវាមានជញ្ចាំងមើលមិនឃើញមួយគ្រួសាររបស់ធីតាមិនមែនជាគ្រួសារធម្មតាទេឪពុករបស់នាងគឺជាខ្លានៅគ្រងរង្វង់ញាក់មានអំណាចការដែលនាងបាត់ខ្លួនមិនមែនជារឿងចៃដន្យទេពាក្យថាជញ្ជាំងមើលមិនឃើញបានធ្វើឲ្យសមុទ្រដឹកឃើញដល់ពាក្យរបស់ម៉ែសត្វគុកមិនអាចហើរជាមួយហង្សបានទេតើវាសនាកំពុងដាក់ទណ្ឌកម្មគាត់ដោយសារតែគាត់ហ៊ានស្រមៃខ្ពស់ពេកមែនទេខណៈពេលដែលសមុទ្រកំពុងទន្ទឹងរង់ចាំដោយអស់សង្ឃឹមនៅឯភូមិគ្រឹះដ៏ស្កឹមស្កាយវធីតាស្ថានភាពពិតជាដូចគុកឥតជញ្ជាំងធីតាត្រូវបានឪពុកឃុំខ្លួននៅខំបន្ទប់ទូរស័ព្ទត្រូវបានកាត់ផ្ដាច់នាងអង្គុយនៅមាត់បង្អួយសម្លឹងមើលទៅរបងដែកដ៏ខ្ពស់ដែលខណ្ឌចែកនាងពីពិភពខាងក្រៅនាងស្គមជាងមុនភ្នែកហើមដោយសារការយំទ្វារបន្ទប់ត្រូវបានបើកឡើងឪពុករបស់នាងដើរចូលមកដោយទឹកមុខមិនចុះសម្រុងឈប់យំទៅធីតាទឹកភ្នែករបស់ឯងមិនអាចផ្លាស់ប្ដូរការពិតបានទេធីតាងាកមកប្រឈមមុខនឹងឪពុកសំឡេងស្អកប៉ាហេតុអីប៉ាធ្វើបែបនេះគាត់មិនមែនជាមនុស្សអាក្រក់ទេគាត់ជាមនុស្សដែលមានសមត្ថភាពគាត់ជាសិល្បករដែលជាតិទទួលស្គាល់ឪពុកធីតាសើចចំអកសិល្បករកូនស្រីប៉ាចាំទុកណានៅក្នុងពិភពលោករបស់យើងកិត្តិយសសំខាន់ជាងសំឡេងម្នាក់នោះវាគ្រាន់តែជាអ្នកចម្រៀងស៊ីឈ្នួលថ្ងៃនេះវាល្បីថ្ងៃស្អែកវាអាចនឹងធាក់ខ្លួនកំសត់ប៉ាមិនអោយកូនស្រីប៉ាទៅរស់នៅក្រនដំបូលផ្ទះជួលជាមួយវាបានទេគាត់ដើរទៅជិតកូនស្រីហើយដាក់ដៃលើស្មានាងធន់ប៉ាបានរៀបចំអនាគតឲ្យឯងហើយខែមុខកូនប្រុសរបស់លោកអុកញ៉ាដៃគូចំនួនប៉ានឹងមកពីបារាំងនោះហើយគឺជាគូព្រេងដែលស័ក្តិសមនឹងត្រកូលយើងឃីមមិនរៀបការទេឃីមសុខចិត្តស្លាប់ឯងមិនស្លាប់ទេប៉ុន្តែអាស៊ីសមុទ្រនោះ
អាចនឹងមានបញ្ហាពាក្យគំរាមនេះធ្វើឲ្យធីតាកាំងស្មារតីធីតាប៉ាចង់ធ្វើអីគាត់ងាយណាស់ប៉ាគ្រាន់តែប្រាប់ទៅស្ថានីយ៍វិទ្យុឲ្យបិទបទចម្រៀងវាប្រាប់ទៅម្ចាស់ក្លឹបកុំឲ្យជួលវាប៉ាអាចធ្វើឲ្យវាបាត់ឈ្មោះពីផែនដីក្នុងមួយប៉ព្រិចណែកតែបើឯងព្រមស្ដាប់ប៉ានឹងទុកឲ្យវាមានផ្លូវដែរជំរិតនៅលើឯងហើយនេះគឺជាភាពខុសខៀវនៃសេចក្តីស្រឡាញ់ដើម្បីការពារមនុស្សឲ្យខ្លួនស្រឡាញ់ធីតាមិនមានជំរិតអ្វីក្រៅពីត្រូវសម្លាប់បេះដូងខ្លួនឯងនឹងទេនាងដួលទៅលើអេដយំសោកយ៉ាងខ្លាំងរហូតដល់គ្មានសំឡេងនាងដឹងថាដើម្បីឲ្យសមុទ្របានបន្តរស់នៅក្នុងពិភពតន្ត្រីនាងត្រូវតែជាអ្នកកាត់ផ្តាច់ចំណូលនេះ3ថ្ងៃក្រោយមកសមុទ្របានសម្បត្តិមួយច្បាប់មិនមែនតាមរយៈប្រៃសណីយ៍ទេប៉ុន្តែតាមរយៈអ្នកបម្រើម្នាក់នៅផ្ទះធីតាដែលលួចយកមកឲ្យសមុទ្រអង្គុយនៅតុសរសេររបស់គាត់ដៃញ័រទៅទ្រពេលកាន់ស្រោមសម្បុត្រពណ៌ផ្កាឈូកខ្ចីនោះដែលធ្លាប់តែមានក្លិនក្រអូបតែពេលនេះហាក់ដូចជាមានក្លិននៃសេចក្តីស្លាប់គាត់បើកសមុទ្រអានអក្សររបស់ធីតាដែលធ្លាប់តែស្អាតមានស្នាមប្រឡាក់ទឹកថ្នាំដោយសារដំណក់ទឹកភ្នែកបងសមុទ្រសូមបងពំលេចគ្រប់យ៉ាងដែលយើងធ្លាប់និយាយរឿងរ៉ាវរវាងយើងគឺជាសុបិនមួយដែលមិនអាចคล้ายជាការពិតបានខ្ញុំបានគិតច្បាស់ហើយខ្ញុំមិនអាចរស់នៅជាមួយនឹងការលំបាកបានទេខ្ញុំត្រូវការជីវិតដែលមានកិត្តិយសឋានៈនិងទ្រព្យសម្បត្តិដែលបងមិនអាចផ្ដល់ឲ្យខ្ញុំបានទេសូមបងកុំមកតាមរកខ្ញុំទៀតណាចាប់ពីពេលនេះទៅយើងគឺជាមនុស្សនៃពិភពលោកពីរផ្សេងគ្នាសូមឲ្យបងជោគជ័យជាមួយតន្ត្រីរបស់បងចោះចំណែកខ្ញុំនឹងដើរតាមផ្លូវដែលគ្រួសារខ្ញុំបានត្រួសត្រាយលាហើយអ្នកចម្រៀងរបស់ខ្ញុំរាល់តួអក្សរដែលសមុទ្របានអានដូចជាមានគេយកដៃគោលមកបោះចូលបេះដូងគាត់ម្ដងម្នាក់គាត់មិនជឿទេគាត់មិនជឿថាធីតាជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងស្នេហាគាត់បានឃើញភ្នែកនាងគាត់ស្គាល់បេះដូងនាងនេះមិនមែនជាពាក្យរបស់អូនទេធីតាអូនកំពុងត្រូវគេបង្ខំសមុទ្រស្ទុះក្រោកឈរគាត់ចង់រត់ទៅរកនាងភ្លាមប៉ុន្តែសុសមត្ថបានគាត់ហាមសមុទ្រឯងទៅមិនបានទេឯងមិនឃើញឬសម្បត្តិនេះគឺជាការការពាររបស់នាងជំទាស់ឯងបើឯងទៅពេលនេះឪពុកនាងនឹងបំផ្លាញឯងចោលការលះបង់របស់នាងនឹងคล้ายជាអាសាបង់សមុទ្រទម្លាក់ខ្លួនអង្គុយចុះវិញដោយអស់កម្លាំងគាត់យំមិនមែនយំលឺទេតែជាការយំដែលទឹកភ្នែកហូរចូលទៅខាងក្នុងភាពឈឺចាប់ដែលមិនអាចបញ្ចេញជាកាយវិការបានវាបានប្រែទៅជាថាមពលមួយគាត់ទាញក្រដាសសនឹងបិចមកក្រោមពន្លឺភ្លើងព្រីងកាដោះដោះស្រដឹមសមុទ្រចាប់ផ្ដើមសរសេរគាត់មិនសរសេរសមុទ្រឆ្លើយតបទេគាត់សរសេរបទចម្រៀងទំនុកចម្រៀងនីមួយហូរមកពីឈាមនិងទឹកភ្នែកបងមិនមានវាសនានឹងបានជួបអូនជាតិមុនបងធ្វើបុណ្យមិនដល់អូននៅលើមេឃបងនៅដីយប់នោះសមុទ្រមិនបានដេកគាត់សរសេររហូតដល់ព្រលឹមគាត់បានប្រែការឈឺចាប់នៃការបែកបាក់ទៅជាសិល្បៈដ៏អស្ចារ្យនេះហើយគឺជាកំណើតនៃបទចម្រៀងមនុស្សសញ្ចេតនាដ៏ចាក់ដោតបំផុតរបស់គាត់ដែលនឹងធ្វើឲ្យមនុស្សរាប់ជំនាន់ក្រោយយល់ពាក្យថាខូចចិត្តគាត់ប្រាប់អ្នកដឹកនាំវងតន្ត្រីថាខ្ញុំមានបទថ្មីមួយបទនេះខ្ញុំមិនត្រូវការភ្លេងច្រើនទេខ្ញុំត្រូវការតែវីយូឡុងមួយនិងព្យ៉ាណូមួយបានហើយពេលគាត់ចាប់ផ្ដើមច្រៀងបុគ្គលិកស្ថានីយ៍វិទ្យុទាំងអស់ឈប់ធ្វើការសាក់ប៊ីតែអ្នកបោសសម្អាតក៏ឈរស្ដាប់ទាំងរំភើបសំឡេងរបស់គាត់លែងមានភាពញឹកញើតហើយវាពេញទៅដោយបទពិសោធន៍ជីវិតវាគឺជាសំឡេងរបស់បុរសម្នាក់ដែលបានបាត់បង់គ្រប់យ៉ាងលើកលែងតែប្រលិញរបស់ខ្លួននៅកន្លែងណាមួយនៅក្នុងទីក្រុងធីតាកំពុងស្ដាប់វិទ្យុនាងយកដៃខ្ទប់មាត់យំយ៉ាងខ្លាំងនាងដឹងថាបទនេះគឺជាការលាគ្នាជាផ្លូវការរបស់ពួកគេហើយប៉ុន្តែជីវិតមិនបញ្ចប់ត្រឹមការបែកបាក់ខណៈពេលដែលបេះដូងសមុទ្រកំពុងបែកខ្ទិះមនុស្សម្នាក់ទៀតកំពុងតែក្លំថ្មិលសមុទ្រពីចម្ងាយដោយការកោតកោសរសើរហើយចង់ជួយផ្សះនោះគឺជាបុរសម្នាក់ទៀតដែលមានអំណាចនិងស្រឡាញ់សិល្បៈហើយមិនពេញចិត្តនឹងទង្វើរបស់ឪពុកធីតាតើបុរសអត្ថាងកំបាក់នោះជាអ្នកណាហើយតើគាត់នឹងមានតួនាទីអ្វីក្នុងការជួយស្រោចស្រង់វាសនារបស់ស៊ីនស៊ីសមុទ្រ